สวัสดีអ្នកคนที่ยุ่งกับกรุ๊ปទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងពិភពធម្មពលវេទមន្តភាគទី220ដែលជាភាគបន្តរបស់យើងសាច់រឿងចាប់ផ្ដើមនៅពេលដែលសឺហៅបានបដិសេធទៅកាន់នារីដ៏ស្រស់ស្អាតជាហេតុធ្វើឲ្យអ្នកនៅទីនេះមានការភ្ញាក់ផ្អើលព្រោះថាសឺហៅបែរជាហ៊ានធ្វើបែបនេះទៅកាន់អ្នកនាងវងស៊ីនាងម្ចាស់ម្នាក់ទៀតបានមកឌឺដងក៏ព្រោះថាសំបីតែមនុស្សដែលគួរឲ្យគោរពដូចជាអ្នកនាងវងស៊ីក៏ត្រូវបានមនុស្សដូចជាគេបដិសេធដែរសឺហៅក៏បានប្រាប់ទៅវិញព្រោះថាសមត្ថភាពរបស់គាត់គ្រប់គ្រាន់ដើម្បីធ្វើជាសិស្សគោលហើយអ្វីខ្ញុំត្រូវដើរតាមនាងទៅវងស៊ីឃើញនៅមកគាត់វាច់ចរានៅលើក្បាលរបស់សឺហៅប្រកាសណាស់វាគឺជាសញ្ញាទាសករពីគ្រួសារធំតែចរិតរបស់គេបែរជាកោងកាយបែបនេះរួចហើយនិយាយថាបើសិនជាដូច្នេះឲ្យខ្ញុំសាក់លបងកម្លាំងធារបស់លោកបន្តិចទៅមើលគណៈពេលដែលប្រើប្រាស់នៅធម្មពលដ៏ខ្លាំងក្លារបស់នាងតែសឺហៅគ្មាននៅការខ្លាចរអានោះទេបន្ទាប់ពីបើកភ្នែកសាជាថ្មីម្ដងទៀតបំបែកបានសួរថាតើខ្ញុំអាចចាក់ចេញបានហើយនៅវ៉ាស៊ីក៏ឆ្ងល់ហើយគឺជាចំហាយអមតៈពីរមែនអត់ដែលអំពីស្នេហ៍របស់សឺហៅពិតជាមិនធម្មតាតែគេហាក់បីដូចជាគេអេងក្អាងពេកហើយមនុស្សដូចជាគេគឺមិនមែនងាយស្រួលជន់ឈ្លីនោះទេការបោបែបនឹងមិនដោយឲ្យសឺហៅឡើងទៅតែប្រូយើងដាស់រៀបនឹងផុតហើយឆ្លៀតសួរថាចេះទេបដកមេហើយមែនអត់តែអ្នកដែលកំពុងផឹកពិតប្រកបនោះគឺជាអ្នកដែលកំពុងទៅមកយិនឈីងព្រមទាំងយិនហ្វឹងចៅប្រុសរបស់គេប្រតិជាម្នាក់រេរានថាយិនឈីងគឺពិតជាប្រហើនហ៊ានបង្ហាញខ្លួននៅទីនេះកាលបើដូច្នេះពួកគេក៏បានធ្លាក់ចុះមកយិនឈីងជួយត្រចៅប្រុសគណៈពេលដែលគេមកមកក្តៅក្រហាយគេមិនចូលចិត្តកន្លែងខ្មោចយន់នេះទេតែភ្លាមនោះក៏ស្រាប់តែបានឃើញនៅវងស៊ីនាងនិយាយឲ្យបានលើថាយន់ឈីងធ្វើបាបទៅកាន់មនុស្សម្នាក់ដើម្បីតែទុកកន្លែងឲ្យចៅប្រុសរបស់គេបែបនេះសឺហៅក៏ដឹងថាគាត់គឺត្រូវបានគេប្រើប្រាស់ជាវត្ថុចរចាយន់ឈីងប្រាប់ឲ្យប្រតិជាទី3ស្ងប់អារម្មណ៍ដកមេអស់ហើយកូននិយាយថាយន់ឈីងមកជួបប្រតិជាទី2ប្រតិជានោះក៏បានប្រាប់ឲ្យគេនាំនៅចៅប្រុសចូលមកប្រតិជាទី3មិនពេញចិត្តក៏បានចាក់ចេញទៅអ្នកដែលនៅទីនេះគឺពិតជាខឹងយ៉ាងខ្លាំងក៏ព្រោះថាប្រើខ្សែបែរជាអាចចូលទៅបានដោយងាយស្រួលបែបនេះនេះគឺជាលោកដំបងឲ្យដែលបានឃើញម្នាក់កាន់តែមើលគឺកាន់តែគួរស្អប់តែម្ដងខណៈពេលដែលនិយាយថានឹងរកលេសដើម្បីបដៅគេចេញក៏ស្រាប់តែយន់ឈីងគេសម្លាប់ពីអ្នកនោះចោលនៅនឹងកន្លែងតែម្ដងសួរថាតើមានអ្នកណាហ៊ានប្រមាថហ្វឹងអឺទៀតដែរទេបើសិនជាហ៊ានគឺត្រូវប៉ះជាមួយនឹងគេឃើញនៅទង្វើពេលបែបហ្នឹងសឺហៅគឺពិតជាខឹងយ៉ាងខ្លាំងមកស៊ីពេលនោះប្រាប់ថាកន្លែងពេញអស់ហើយក៏ប៉ុន្តែបើសិនជានាងអញ្ជើញគាត់ឲ្យខ្លាចទៅជាដៃគូតៅរបស់នាងតើសឺហៅយល់ព្រមដែរទេលើបែបនេះគាត់ក៏ចាប់ផ្ដើមគិតហើយព្រោះថាយន់ឈីងគឺចង់ឃុំគាត់រយៈពេល10ឆ្នាំបែបនេះខ្ញុំគឺត្រូវចូលទៅក្នុងសាលាចាត់ការចៅប្រុសរបស់គេវិញសឺហៅយល់ព្រមទៅនឹងសំណុំពររបស់នាងចូលទៅដល់ហើយនៅខាងលើក៏មានមនុស្សស្រីម្នាក់ទៀតនាងឈ្មោះថាស៊ូឡានបានប្រកល់សារដែលទទួលបានពីទេពអប្សរការពីប្រតិជាក្នុងសាលាក៏ហៅឲ្យទៅប្រជុំលើបែបនេះវងស៊ីប្រាប់ទៅកាន់សឺហៅអាចរើសនៅកន្លែងវឹកហាត់នៅទីនេះដោយសេរីស៊ូឡានពេលនោះហៅសឺហៅឲ្យទៅតាមនាងបញ្ជាក់ប្រាប់ទៀតថាកុំគិតថាអាចចូលមកបែបនេះមានន័យថាទទួលបាននៅការពេញចិត្តពីអ្នកនាងឲ្យសឺហៅចេះស្គាល់កន្លែងរបស់ខ្លួនឯងផងនៅឆ្ងាយពីនាងតែមើលទៅនាងហាក់បីដូចជានិយាយតែម្នាក់ឯងឆ្ងល់ណាស់ថាចំទៅណាបាត់ទាំងពីរកាឃើញសឺហៅកំពុងតែវឹកហាត់នៅកន្លែងនេះនាងបានប្រាប់ថានេះជាកន្លែងឯកជនរបស់អ្នកនាងនោះទេឆ្ងល់ផងដែរក៏ព្រោះថាទីនេះក្រែងមាននៅក្បួនការពារមិនចឹងសួរឲ្យថាតើលោកចូលបានដោយរបៀបណាទៅសឺហៅប្រាប់ខ្ញុំគឺគ្រាន់តែបើកទ្វារឲ្យចូលមកណាតែនាងមិនមែននិយាយទេមានន័យថាខ្ញុំអាចរើសនៅកន្លែងណាវឹកហាត់តាមតែចិត្តអញ្ចឹងហើយផ្ទះវងស៊ីគឺពិតជាល្អបំផុតសម្រាប់គាត់សូឡានិយាយឲ្យថាមិនចេះអៀនខ្មាស់ចុះពីលើក្រែរបស់អ្នកនាងភ្លាមសឺហៅសួរឲ្យថាតើនាងនិយាយថាក្រែរបស់អ្នកណាទៅនៅម្ខាងនៅទីនេះយើងបានឃើញឈីលីនជាមិត្តជិតស្និទ្ធរបស់យ៉ាវយាឃើញបែបនេះក៏ភ្ញាក់ផ្អើលដែរពិតជាមានមនុស្សគេនៅលើក្រែរបស់វងស៊ីមែននាងប្រញាប់ចាក់ចេញទៅសូឡានទៅតាមសឺហៅបែបហ្នឹងក៏បានទៅដែរព្រមទាំងឲ្យនាងប្រយ័ត្នសម្ដីបន្តិចសូឡាននៅតាមផ្លូវនិយាយឲ្យថាពេលនេះនាងនឹងតែជាប់ហើយតែសឺហៅក៏បានសួរវិញថាក្រែមកទ្វីមិនបានដាក់ឈ្មោះរបស់អ្នកនាងឯណាហើយខ្ញុំមិននឹងបានទៅឈីលីនពេលនោះក៏បានប្រកាសឲ្យថា Vivo ក៏ព្រោះថាវងស៊ីប្រើប្រាស់លេសទទួលយកនៅដៃគូតៅនំបរោះម្នាក់ចូលក្នុងបន្ទប់របស់នាងបានឲ្យបរោះនៅទីនេះមានការភ្ញាក់ផ្អើលខណៈពេលដែលនាងគិតហើយថាគេឈ្មោះគឺជាទេពអប្សរទី1នៅក្នុងអាណាចក្រគ្មានដែនកំណត់ចាប់ពីពេលនេះទៅគឺខ្លាយទៅជាកម្មសិទ្ធិរបស់ព្រះនាងម្ចាស់របស់នាងយ៉ាវយានោះវិញហើយបើទោះបីជាបែបនេះក៏ដោយបរោះទាំងនេះបដិសេធមិនព្រមជឿសួរទៅកាន់ឈីលីនម្ដងទៀតនាងនិយាយគឺជាការពិតមែនឬអត់ចង្អុលទៅកាន់សឺហៅនោះគឺជាបរោះដែលមិនចេះអៀនខ្មាស់ឡើងទៅលើក្រែរបស់វងស៊ីមែនទេនាងបានប្រាប់គឺគ្រាន់តែនិយាយអ្វីដែលបានឃើញការបបែបនេះធ្វើឲ្យគេជឿចាប់បេះដូងបេះថ្នោតក៏ព្រោះថាបើទោះបីជាខ្ញុំមានមុខមាត់សង្ហាបែបនេះទៅហើយតែមិនអាចយកឈ្នះចិត្តរបស់អ្នកនាងវងស៊ីបានតែឯងគឺថាខ្លួនឯងគឺជាអ្នកណាទៅសឺហៅអត់និយាយច្រើននោះទេថាយកកញ្ចក់ឆ្លោះមុខហើយកុំបោកខ្លួនឯងទៀតអីប្រូការបបែបនេះគេគឺពិតជាខឹងយ៉ាងខ្លាំងប្រែទៅជាបិសាចដ៏កំណាចតែក៏ត្រូវបានសឺហៅដាក់មួយដៃសោះដេកស្អាតម្នាក់នេះវិញគេបានប្រើនៅក្បួនពិឃាតជាវយោសឺហៅបានស្ងាត់បន្តិចអើយខ្លាចណាស់វ៉ៃកម្រើកជើងតែបន្តិចស្ប៉ាមួយទៀតទៅហើយក្រោយពីឃើញដូច្នេះឈីលីនក៏បានចាក់ចេញសឺហៅក៏ទទួលបាននៅជាមយូរ៉ាទៀតហើយឲ្យមើលទៅកាន់គេម្នាក់នេះគឺនៅតែមួម៉ៅមិនអស់ចិត្តអញ្ចឹងក៏ព្រោះថាផ្កាដ៏ស្រស់ស្អាតបែរជាត្រូវបានអ្នកដទៃយកបានសឺហៅរបស់យើងក៏បាននិយាយដែរអ្វីដែលធ្វើហើយគឺធ្វើហើយម្ចាស់ក្រែគេនឹងមិនទាន់ថាអ្វីផងឯងនឹងក៏ណាស់ណាម្លេះភ្លាមនោះលើនៅសម្លេងម្នាក់ទៀតប្រាប់ថាទេពអប្សរវងស៊ីគឺជាកម្មសិទ្ធិរបស់យើងម្នាក់នេះក៏ជាយន់ហ្វឹងមកដល់ហើយសួរថាអ្នកណាប្រហ៊ានហ៊ានឡើងលើក្រែរបស់នាងមុនយើងទៅឃើញម្នាក់នោះត្រូវវាយដល់ថ្នាក់នេះគឺពិតជាអាម៉ាស់ដល់គេឈ្មោះសាកូណាសឺហៅនិយាយតបទៅវិញថាសម្បីតែក្មេងនៃគ្រួសារធំក៏ហ៊ានជលុកមាត់នៅទីនេះដែរមកដល់យន់ហ្វឹងខឹងខ្លាំងមែនទែនព្រោះសម្បីតែតារបស់គេក៏មិនធ្លាប់និយាយបែបនេះមករកគេនោះដែរវាប្រហាទៅសឺហៅក៏បានបង្ហាញខ្លួននៅខាងក្រៅវាមិនមែនជាពេលដែលសម្រាប់គេនោះឡើយក៏ប៉ុន្តែបានបំភ័យបន្តិចក៏អស់ចិត្តដែរតែក្នុងពេលនោះវងស៊ីក៏បានមកខាត់ទាន់ព្រោះថានៅក្នុងសាលាធានសិនហាមមិនឲ្យសិស្សសម្រាប់គ្នាទៅវិញទៅមកនោះទេវាគឺជាច្បាប់របស់សាលាសឺហៅគិតថានឹងដោះលែងគេហើយក៏ប៉ុន្តែយន់ហ្វឹងនេះគឺពិតជាឆ្លើយបែរជាលួចវាឆ្មក់បែបនេះក្មេងឆ្លើយគឺត្រូវតែវាយទាត់នៅវត្តរបស់គេទៅវិញឲ្យខ្ទាតចេញទៅហើយដេកជុករលាស់ជើងរួចហើយថាខ្ញុំមិនទាន់បានចោះឈ្មោះជាផ្លូវការនៅឡើយដូច្នេះហើយការសម្លាប់មនុស្សពីរនាក់គួរតែមិនរាប់ចូលទេមែននេះវងស៊ីក៏បាននិយាយក៏ព្រោះថាតាមសមត្ថភាពរបស់លោកហើយអ្វីត្រូវ
ខ្ជិះខ្ជាយទៅលើសម្រាប់ដូចជាគេទៅឲ្យតែជាមួយនឹងនាងក៏ព្រោះថាព្រឹទ្ធាចារ្យទៅតែផ្ញើពាក្យមកឲ្យរៀបចំខ្លួននៅសង្គ្រាមដែលជិតនឹងមកដល់ការសាកល្បងក៏នឹងត្រូវបានចាប់ផ្ដើមឆាប់ៗនេះសាច់រឿងកាត់បង្ហាញឲ្យឃើញនៅទីតាំងមួយដែលវាពិតជាចម្លែកប្លែកភ្នែកមនុស្សម្នាក់និយាយហើយថាអាចកំបាំងនៅក្នុងសាលាចរិតតៅអមតៈជាកំណត់បុរាណមានឱកាសជាច្រើនរំមិនអស់នៅទីនោះតែវាក៏ពោពេញទៅដោយសត្វចម្លែកដែរលៀបនឹងគ្រោះគឺដើរទន្ទឹមគ្នាហើយតាមពិតគឺជាសម្ដីវងស៊ីដែលរៀបរាប់ប្រាប់នោះទេហើយនាងក៏មាននៅជាមយុរាប៉ុន្មានដំណក់អាចជួយឲ្យសើហៅបង្កើនកម្លាំងធាតុកាន់តែខ្លាំងលើបែបនេះសើហៅបានកើតហើយប្រមាញ់កំណត់ម្ដងទៀតហើយមែនទេកុំប្រាប់ណាថាសាលានេះដាច់យ៉ាយយកទៅមែនទេនោះវងស៊ីប្រាប់ហើយថាប្រព័ន្ធនៃការវឹកហាត់នៅទីនេះគឺត្រូវបានសិក្សាយ៉ាងម៉ត់ចត់ពីអ្នកលុកលុយមកពីអាណាចក្រខាងក្រៅហើយបើសិនជាសើហៅចង់ឈ្នះចាំបាច់គឺត្រូវតែហ៊ានផ្លាស់ប្ដូរមើលទៅកាន់សើហៅនៅពេលនេះបើភ្នែករបស់គាត់សាជាថ្មីចំហាយធម្មពលនៃផ្កាតោកម្ពស់របស់គាត់បានរីកឡើងជាលើកទី2ហើយបែបសមងក្រោយមកក៏មាននៅទូកហោះមួយហើយនេះក៏ជាការដឹកនាំពីព្រឹទ្ធាចារ្យក្នុងសាលាគាត់បានប្រាប់ថាសំណងនេះគឺបន្សល់ទុកតាំងពីសង្គ្រាមធំពីបុរាណកាលដែលឱកាសគ្មានដែនកំណត់ព្រមទាំងគ្រោះថ្នាក់ដែរចាប់ពីពេលនេះទៅគ្រប់គ្នាគឺត្រូវតែប្រុងប្រយ័ត្នដល់ហើយមើលទៅកាន់ប្រមាថរបស់យើងគាត់ពលទូកហើយសួរថាតើនេះគឺជាចុងបញ្ចប់នៃចក្រវាលមែនទេបានជាមានអារម្មណ៍វិលមុខដល់ថ្នាក់នេះសើហៅឃើញនៅគ្នារបស់គាត់ដែរតែដឹងថាវាមិនមែនជាពេលដែលត្រូវរាក់ទាក់គ្នានោះឡើយហើយព្រឹទ្ធាចារ្យនិយាយទៀតថាអ្នកណាដែលអាចបង្កើតនៅប្រព័ន្ធនៃការវឹកហាត់ថ្មីនឹងទទួលបាននូវការវឹកហាត់ពេញទំហឹងពីសាលាអាចជ្រើសយកថ្នាំអាវុធទិព្វនិងគម្ពីរទៅតាមចិត្តដែលប្រាថ្នាទៀតផងស្របគ្នានោះក៏ស្រាប់តែមានសត្វចម្លែកដ៏កាយសាហាវមួយសម្រុកចូលមកទីនេះព្រឹទ្ធាចារ្យប្រើនៅដើមមាសមេឃារបស់គាត់ទៅចាត់ការវាប្រាប់ហើយថាសមរភូមិធំកាលពីមុនប្រលើងរាប់មិនអស់គឺត្រូវបានវិនិច្ឆ័យនៅទីនេះចំហាយមរណៈរបស់ពួកគេនៅមានជាហេតុធ្វើឲ្យកើតឡើងនៅសត្វចម្លែកដ៏កំណាចសិស្សផ្លូវការម្នាក់គឺនឹងទទួលបានយន្តជីវិតមួយក្នុងពេលវេលាគ្រោះថ្នាក់វាគឺអាចជួយសង្គ្រោះជីវិតរបស់ពួកគេតែសម្រាប់អ្នកដទៃទៀតយន្តហ្វឹងគេរឹកពីទៀតហើយថាមនុស្សខ្សោយគឺគ្មានបានការនោះទេអញ្ចឹងហើយឲ្យពួកគេងាប់ទៅជាមួយខ្ជិះខ្ជាឱកាសធ្វើអ្វីម្នាក់នៅចិត្តនេះតបហើយថាត្រឹមត្រូវមិនមែនអ្នកគ្រប់គ្នាមានសំណាងដូចជាលោកម្ចាស់ដូចពួកយើងនោះទេដែលអាចបង្កើតនៅចំហាយអមតៈពីត្រឹមរយៈពេល2ខែព្រឹទ្ធាចារ្យប្រាប់ថាបើសិនជាមិនអាចការពារខ្លួនឯងបាននោះទេយកល្អកុំចូលទៅអីសូឡានលើហើយនាងគឺពិតជាផិតភ័យតែសើហៅរបស់យើងសម្រាប់គាត់បើសិនជាមានសត្វចម្លែកបង្ហាញខ្លួនវានឹងក្លាយទៅជាអាហារបន្ថែមរបស់គាត់ហើយវងស៊ីក៏បានប្រាប់ក៏ប៉ុន្តែការគំរាមកំហែងដ៏ធំបំផុតគឺជាពួកគេចិត្តរបស់មនុស្សពួកគេនិយាយថាគឺជាការប្រឡងរបស់សាលាតែតាមពិតវាគឺជាការជ្រើសរើសស្លាប់រស់តែប៉ុណ្ណោះទុកបានចោតគ្រប់គ្នាក៏ចាក់ចេញយន់ហ្វឹងនេះនៅតែគំរាមសើហៅនៅឲ្យឆ្ងាយពីអ្នកនាងវងស៊ីបើមិនចឹងនោះទេឯងនឹងសោកស្ដាយតែសើហៅញញឹមថាជួបគ្នាឆាប់អាណោះវងស៊ីញញឹមដាក់សើហៅរួចហើយក៏នាំគ្នាចាក់ចេញនៅតាមផ្លូវក៏បានប្រាប់ថាសត្វចម្លែកទាំងនោះគឺបានកើតចេញអំពីវត្ថុទិព្វហើយកន្លែងដែលពួកគេប្រមូលផ្ដុំគ្នាក៏ប្រហែលជាអាចរកឃើញនៅរបស់បន្សល់ទុកដ៏មានតម្លៃក៏មើលស្រាលពួកគេសោះភ្លាមសត្វចម្លែកមួយក៏ហក់ចូលមកក៏ត្រូវបានសើហៅតត្រឡប់ទៅវិញវាបានស្រែកក្រហមវងស៊ីប្រណយុទ្ធសាស្ត្រដ៏ខ្លាំងក្លារបស់នាងទៅចាត់ការឃើញបែបនេះសើហៅនិយាយថានាងគឺតែងតែដាក់ខ្លួនតែស្នេហ៍ប្រយុទ្ធរបស់នាងគឺពិតជាមិនធម្មតានោះទេឋានសួគ៌ទាំង9និងដីទាំងដងពិតជាកម្រមែនមើលទៅការសត្វចម្លែកគឺពិតជាច្រើនរៃឯសើហៅសម្រុកចូលទៅប្រើប្រាស់នៅល្បឿនដ៏លឿនរួចហើយមកជួបនាងបន្តិចទៀតសម្រុកទៅវិញតែមួយផ្លែតក៏អាចចាត់ការបានទៅហើយតែក៏ដឹងថាសត្វចម្លែកនេះគឺបន្តមកគ្មានទីបញ្ចុះឥឡូវនេះគឺជាឱកាសដ៏ល្អសម្រាប់គាត់ដើម្បីសម្លាប់នៅយន់ហ្វឹងរួចហើយគេចេញវងស៊ីនៅពេលនេះហាក់បីជាហត់នឿយបែបហ្នឹងគាត់ក៏បានប្រាប់ឲ្យនាងក៏គួរតែសម្រាប់បន្តិចសិនទោះឲ្យខ្ញុំទៅពិនិត្យមើលនៅជុំវិញនេះវងស៊ីនិយាយឲ្យថាពួកគេមិនយូរមិនឆាប់គឺច្បាស់ជាសម្លាប់គ្នាទៅវិញទៅមកហើយនាងនឹងប្រើប្រាស់ភាពចលាចលដើម្បីសម្លាប់ព្រមទាំងដណ្ដើមយកនៅវត្ថុទិព្វឲ្យសើហៅជួយនាងចាត់ការសត្រូវបែបនេះនាងគឺនឹងផ្ដល់រង្វាន់ជាទីគប់ចិត្តសើហៅឆ្លើយប្រាប់ថាគាត់ស្គាល់អំពីសមត្ថភាពរបស់ខ្លួនឯងក្រឡេកទៅមកខាងយើងបានឃើញនៅឈិនហៅកំពុងតែទប់ទល់ជាមួយនឹងសត្វចម្លែកយន់ហ្វឹងគេមកដល់បើស្រាវជីវភាពថាគឺជាសម្រាមដែលមកពីទ្វីបទាំង3000ឈិនហៅទប់ទល់បណ្ដាក៏បាននិយាយបណ្ដាថាពួកគេគឺពិតជាកំសាកបែរជាលួចវាឆ្មក់ពីខាងក្រោយក្នុងគណៈពេលដែលអ្នកដទៃមិនប្រុងប្រយ័ត្នបើឯងជាកូនប្រុសពិតប្រាកដមកប្រយុទ្ធតទល់ជាមួយនឹងយើងទៅយន់ហ្វឹងគេឆ្លើយទៅវិញថាបើសិនជាឯងខ្លាំងមែនហេតុអ្វីចាំបាច់ខ្លាចនៅការវាឆ្មក់តែយើងនិយាយត្រូវដែរទេគឺលើសំខាន់បំផុតក្នុងជីវិតគឺត្រូវចេះស្គាល់ខ្លួនឯងនៅខាងក្រោមនេះក៏មានកម្មាប្រាប់ហើយបើសិនជាឯងជាកូនប្រុសពិតនោះទុកអាវុធវេទមន្តហើយប្រយុទ្ធមួយស្មើទៅកូនចៅគេក៏ប្រាប់ហើយក៏ព្រោះថាវត្ថុទិព្វរបស់លោកម្ចាស់យន់ហ្វឹងគឺដឹងតែខ្លាំងហើយចាំបន្ទោគួរតែបន្ទោកំណត់ដ៏ថោកទាបរបស់ឯងយន់ហ្វឹងគេបានសោយហើយកម្មាប់ខឹងយ៉ាងខ្លាំងប្រើនៅចំហាយដាវរបស់គាត់រីឯយន់ហ្វឹងនៅតែប្រាប់ថាតារបស់គេបាននិយាយទ្វីបទាំង3000ក៏បានអន់ថយជាយូរណាស់មកហើយអ្វីដែលនៅសេសសល់គឺគ្រាន់តែជាមន្ទាតែប៉ុណ្ណោះមើលទៅអ្វីដែលគាត់និយាយគឺត្រឹមត្រូវហើយអ្នកខ្សោយត្រូវបានគេស៊ីនេះគឺជាជោគវាសនារបស់ពួកឯងនិយាយយ៉ាងលយភ្លាមនោះក៏ស្រាប់តែស៊ីមួយជើងរបស់សើហៅទៀតចេញទៅគឺពិតជាចែកដនខ្លាំងណាស់បែរជាបានជួបជាមួយក្មេងឆ្លើយអង្វរឲ្យផ្ទះកាលបើដូចនេះយន់ហ្វឹងគេក៏និយាយថាចែកដនដូចគ្នាយើងកំពុងតែរកមុខឯស្រាប់ផងគេបានប្រើប្រាស់នៅយន់មួយនេះបណ្ដាលឲ្យសត្វចម្លែកជាច្រើនសម្រុកចូលសើហៅកណាប់ដៃរបស់គាត់ក៏បានកំទេចព្រមទាំងយន់ក៏របូតចេញពីដៃអ្នកទាំង3ឃើញហើយពិតជាមានការភ្ញាក់ផ្អើលហើយសើហៅគ្រាន់តែកម្រើកជើងតែបន្តិចពួកគេងើបដេញរួចទៅហើយក្រោយមកធម្មពលមួយនេះបានក្របដណ្ដប់សើហៅនាំគេចាក់ចេញទៅបែបនេះគេបានស្រែកហើយថាជួយផងព្រោះម៉ាប់គឺពិតជាឆ្ងល់មានអ្វីកើតឡើងគេហៅស្ដេចយមរាជឲ្យមកយកគេទៅមែននេះដោយឡែកសើហៅបានយកគេមកកន្លែងស្ងាត់ពេលនោះគេបានបញ្ចេញនូវវត្ថុទិព្វមួយទៀតហើយក្រោយពីឃើញចឹងសើហៅក៏ដឹងថាយន់ឈីងគឺពិតជាចេះទ្រព្យសម្បត្តិលើគេច្រើនណាស់យន់ហ្វឹងក៏នៅតែប្រាប់ថាអីចង់រកងាប់ហើយរួចបង្កើតក្បួនមួយជាមួយនឹងកូនចៅរបស់គេបញ្ចេញលំពេញឆាច់លំពេញសង្គ្រាមដៃខ្មៅនេះមើលទៅក្រាន់បើតែចង់ចាត់ការសើហៅដូចជានៅរៀងស្ទើរគណៈពេលដែលគេប្រើប្រាស់នៅលំពេញឲ្យវាឆ្មក់នៅខាងក្រោយសើហៅបានយកដៃរបស់គាត់ទប់ហើយវាយទៅលើដីយ៉ាងខ្លាំងបញ្ចេញនៅនិមិត្តសញ្ញាថៃជីត្រីយន្ត្រីក៏បានហោះចេញមកនិយាយឲ្យឯងគ្មានស្នៀតពិតប្រាកដនោះទេគឺគ្រាន់តែសម្អាតទៅលើវត្ថុទិព្វធ្វើបានអ្នកដទៃតែប៉ុណ្ណោះបែបនេះគឺមានតែកណ្ដាប់ដៃរបស់គាត់វាយចេញទៅគ្មានត្រាប្រ
នៅនោះទេសួរទៀតថាក្រែងឯងបាននិយាយថាអ្នកខ្សោយសាកសមនឹងងាប់មែននេះបើតាមធម្មតារបស់យើងឯងក៏ប្រហែលជាងាប់10 ដងបាត់ទៅហើយម៉ៃគេឡើងទូកសាយទៅហើយធាក់មួយជើងទៀតឲ្យខ្ទាតចេញប្រើនៅធម្មពលរបស់គាត់ចាប់ត្រឡប់មកវិញរួចហើយហោះទៅតាមមិនមែន10 ដងនោះទេគឺ100 ដង 1000 ដងសំបីតែ10000 ដងទៀតផងសើហៅវាយខ្លាំងពេកទ្រាំមិនបានបញ្ចេញនៅឈុតច្បាំងរបស់គេមកមួយទៀតឃើញសើហៅដកថយបន្តិចគេខំប្រឹងអតែមានឯណាសើហៅក៏ចាប់ផ្ដើមហោះអណ្ដែតទៅលើបញ្ចេញនៅចំហាយរុនតែដ៏ខ្លាំងក្លារបស់គាត់បន្ទាប់មកដើរអតិទេពតាលាក៏បានធ្លាក់ចុះការបើដូច្នោះចាក់ទំលុះនៅឈុតច្បាំងរបស់គេជាលទ្ធផលក៏ត្រូវបានក្អួតគេនិយាយហើយជាមួយនឹងទេពកោសលបែបនេះគឺមានតែផ្លូវអាចទៅរួចមួយប៉ុណ្ណោះការបើដូច្នោះឆ្ងល់ហើយក្រែងតារបស់គេបានបោះចូលទៅក្នុងតំបន់រ៉ែដំបងហើយទេតានៅឃើញទៅដល់រូបគំនូររបស់សើហៅដែលទទួលបានពីកុលសម្ព័ន្ធហ្វឹងដែលនេះគឺជាចំនួនក្រោយនៃកុលសម្ព័ន្ធស៊ឺព្រមទាំងប្រឆាំងទៅនឹងឋានសួគ៌ដូច្នេះចាំបាច់គឺត្រូវតែកំចាត់ចោលដំណាក់កាលនឹងយានហ្វឹងដឹងហើយថាហងនៅរស់នោះទេតែដឹងនៅពេលនេះមើលទៅគេហាក់បីដូចជាហួសពេលហើយសើហៅចាប់កាន់ដាវរបស់គាត់បន្តនឹងចាត់ការផងសាច់រឿងត្រូវបានស្លេះទៅត្រឹមនេះជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់គ្រប់ដែលតែងតែគាំទ្រអធិស្ឋានបាទសិនជាមាននៅកំហុសខុសឆ្គងដល់រាប់ណាភ្នំមិនផ្លាស់ប្ដូរទឹកនៅទេហូជួបគ្នានៅក្នុងពិភពគុណបាយបាយ